ជំរាបសួរពុកម៉ែបងប្អូនទាំងអស់គ្នាថ្ងៃនេះយើងបានមុខម្ហូបថ្មីមកទៀតហើយគឺម្ជូរព្រៃសាច់មាន់ចំពោះមុខម្ហូបនេះដែរគឺវាសាមញ្ញទេអ្នកទាំងអស់គ្នាប៉ុន្តែរសជាតិវិញឲ្យអួយតែម្ដងចំពោះមុខម្ហូបមួយមុខនេះដែរគឺយើងត្រូវការវាឲ្យមានរសជាតិប្រៃជូរហើយនិងហឹរដូច្នេះយើងត្រឡប់មកមើលនៅរបៀបធ្វើទាំងអស់គ្នាជាដំបូងនេះខ្ញុំបានដាក់ប្រេងដាក់កូរក្រៃម្ដេងម្ទេសហើយនិងរមៀតចូលហើយមួយមុខទៀតនេះគឺស្លឹកក្រូចសើចចំពោះគ្រឿងទាំងអស់នេះយើងមិនចាំបាច់យកវាទៅបុកនេះទេគឺយើងត្រូវដំវាឲ្យវាបែកបន្តិចមកបានយើងយកវាមករំលីងចំពោះការរំលីងនេះគឺយើងត្រូវរំលីងវាឲ្យវាឡើងឈ្ងុយល្អហើយនឹងយើងដាក់ប្រហុកចូលចំពោះប្រហុកនេះយើងត្រូវកូរវាឲ្យវាឡើងឈ្ងុយហើយនឹងចូលសព្វជាមួយគ្រឿងដែលយើងលីងមុនហ្នឹងបន្ទាប់ពីគ្រឿងចូលសព្វជាមួយប្រហុកហើយយើងត្រូវដាក់សាច់មាន់ចូលចំពោះសាច់មាន់នេះខ្ញុំប្រើសាច់មាន់ស្រែយើងណាអ្នកនរគ្នាហើយយើងត្រូវកូរវាជាមួយនឹងគ្រឿងជាមួយនឹងប្រហុកនឹងចូលគ្នាឲ្យសព្វនិងដាច់ទឹកប្រៃអស់ហើយគឺយើងបន្ថែមនៅគ្រឿងទេសបន្តទៀតមានដូចជាទឹកអំពិលទុំចំពោះទឹកអំពិលទុំនេះយើងប្រើក្នុងបរិមាណដែលសមល្មមទៅបើវាស្ទើរជូរយើងអាចបន្ថែមវាតាមក្រោយបន្ទាប់ពីយើងដាក់ទឹកអំពិលទុំហើយយើងកូរវាចូលគ្នាបន្តិចមកបានយើងបន្ថែមនៅគ្រឿងទេសបន្តទៀតមានដូចជាប៊ីចេងអំបិលហើយនិងស្ករសហើយមួយមុខទៀតនោះគឺម្សៅស៊ុបយើងដាក់ក្នុងបរិមាណសមល្មមបានហើយដោយសារយើងប្រើអំបិលហើយនិងប្រហុកមុននេះទៀតនោះបន្ទាប់ពីយើងបង់គ្រឿងទេសអស់ហើយយើងត្រូវកូរវាចូលគ្នាឲ្យសព្វជាមួយសាច់ហើយនិងគ្រឿងរួចយើងបិទគម្របទុកវាមួយសន្ទុះបន្ទាប់ពីបិទគម្របទុកមួយសន្ទុះហើយយើងត្រូវកូរវាបន្តិចទៀតបានយើងដាក់ទឹកចំពោះទឹកខ្ញុំប្រើទឹកក្តៅប្រសិនបើអ្នកទាំងអស់គ្នាប្រើទឹកត្រជាក់ក៏បានដែរហើយបន្តមកទៀតនោះគឺយើងត្រូវកូរវាចូលគ្នាឲ្យសព្វហើយយើងបិទគម្របទុកវាមួយសន្ទុះក្រោយមកគឺវាពុះបែបនេះគឺយើងអាចបង់នៅបន្លែចូលបានហើយគឺមានត្រប់ហើយនិងម្ទេសចូលហើយបន្លែមួយទៀតនោះគឺផ្សិតក៏យើងអាចដាក់បានដែរជាពិសេសផ្សិតចំបើងប៉ុន្តែថ្ងៃនេះខ្ញុំអត់បានទិញមកចឹងទៅអត់បានដាក់បើសិនបើបានផ្សិតចំបើងទៀតគឺរឹតតែល្អតែម្ដងត្រឡប់មកមើលនៅមុខយើងមុនហ្នឹងខ្ញុំបានបង់បន្លែចូលហើយខ្ញុំក្របវាទុកមួយសន្ទុះក្រោយមកបន្លែយើងផុយខ្ញុំបានបង់នៅស្លឹកម្រះព្រៅចូលបើសាឡនឹងអត់ដាក់ស្លឹកម្រះព្រៅទេគឺគេអត់ហៅសាឡម្ជូរព្រៃទេអ្នកទាំងអស់គ្នាប្រសិនបើអ្នកទាំងអស់គ្នាចូលចិត្តនៅវីដេអូដែលខ្ញុំបានបង្ហាញនេះអ្នកទាំងអស់គ្នាសូមជួយចុច Subscribe ហើយនិងចូលទៅ Follow Page Facebook ខ្ញុំម្នាក់មួយ